ក្រោយទំនាក់ទំនងយោធាកម្ពុជាអាមេរិកធ្លាប់ធ្លាក់ចុះអស់ជាច្រើនឆ្នាំពេលនេះមន្ត្រីកម្ពុជាមន្ទីរបញ្ចកោណបានបង្ហាញទិសដៅថ្មីថាអាមេរិកចង់ពង្រីកភាពជាដៃគូការពារជាតិជាមួយកម្ពុជាដោយផ្ដោតលើការជួយកម្ពុជាការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពអ្នកជំនាញកម្ពុជាថានេះជាឱកាសដែលត្រូវចាប់យកតែក៏មិនអាចរំពឹងពេកលើសម្ដីមហាអំណាចលោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកទទួលបន្ទុកគោលនយោបាយបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតតាមអនឡាញនៅថ្ងៃទី13ខែសីហាឆ្នាំ2026នឹងត្រូវស្រង់ផ្សាយបន្តដោយទូរទស្សន៍សង្ហបុរី CNN ថាអាមេរិកកំពុងទន្ទឹងរង់ចាំធ្វើការដើម្បីពង្រីកភាពជាដៃគូការពារជាតិជាមួយកម្ពុជាក្នុងស្មារតីជាក់ស្ដែងដែលលោកថាត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធានាបូរណភាពទឹកដីនិងអធិបតេយ្យភាពមួយថ្ងៃក្រោយការលើកឡើងនេះលោក Colby បានជួបលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅរាជធានីភ្នំពេញនាថ្ងៃទី14ខែសីហាភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិខណៈកម្ពុជាក៏ប្រកាសថាសម្យុទ្ធយោធាឆ្មាំអង្គរនឹងត្រឡប់មកវិញនៅឆ្នាំ2027ក្រោយផ្អាកអស់10ឆ្នាំដោយសារអាមេរិកមានមន្ទិលចំពោះភាពស៊ីជម្រៅនៃទំនាក់ទំនងយោធាកម្ពុជាចិនលោកយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាយល់ថាកម្ពុជាគួរចាប់យកសញ្ញាថ្មីនេះជាឱកាសដើម្បីបង្កើនទាំងការទូតនិងការប្រើប្រាស់ច្បាប់អន្តរជាតិជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាអធិបតេយ្យភាពប៉ុន្តែការដែលថាអាមេរិកការពារបូរណភាពទឹកដីអាចជារឿងពិបាកលោកយងពៅនិយាយថាត្រង់ថាយើងចង់ឲ្យប្រទេសមួយមហាអំណាចមួយមកឃុំក្រងយើងការពារយើងដោយត្រង់អាហ្នឹងมันអាចទេបាទมันអាចទេប៉ុន្តែអ្វីដែលគេផ្ដល់ជានយោបាយអ្វីដែលគេផ្ដល់ជាជំនួយច្បាប់ហ្នឹងគឺជាចំណុចសំខាន់ដែលយើងទាញយកមកប្រើបន្តទៀតលោកកិនភីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយហាក់ស្រពេចស្រពិលចំពោះអ្វីដែលអាមេរិកអាចជួយជាពិសេសពាក់ព័ន្ធទៅនឹងអធិបតេយ្យភាពលោកលើកឡើងថាកិច្ចព្រមព្រៀងនៃបទជប់បាញ់ចំនួន2លើកដែលសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលហាក់ដូចជាมันហុចផ្លែផ្កាដំកពួនដោយសារតែភាគីថៃនៅតែមិនអនុវត្តឲ្យការរំលោភបំពានលើកិច្ចព្រមព្រៀងនៃបទជប់បាញ់និងការរំលោភបំពានទឹកដីខ្មែរមិននៅតែមានអញ្ចឹងអ្វីដែលយើងអាចមើលឃើញថាវាមានសុខភាពល្អក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវាលុះត្រាតែមានលទ្ធផលជាក់ស្ដែងចំណែកអ្នកវិភាគភូមិសាស្ត្រនយោបាយលោកញិលរដ្ឋាមើលការប្រកាសរបស់លោក Colby តាមកញ្ចក់ភូមិសាស្ត្រនយោបាយលោកថាអាមេរិកកំពុងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនព្រោះក្នុងយុទ្ធសាស្ត្រ Indo-Pacific ទីក្រុង Washington ចង់ឲ្យប្រទេសតូចៗរក្សាស្វ័យភាពនិងមិនជ្រុលទៅរកមហាអំណាចណាមួយលោករដ្ឋារំលឹកថាការប្រកាសរបស់លោក Colby មិនមែនមានន័យថាអាមេរិកមានកាតព្វកិច្ចយោធាចូលការពារកម្ពុជានោះទេពួកនយោបាយអាមេរិកគាត់ផ្ដោតសំខាន់ទៅលើប្រយោជន៍របស់ប្រទេសគាត់ជាគោលអញ្ចឹងបើយើងនិយាយថាតើអាចជឿបានឬក៏អត់អញ្ចឹងយើងត្រូវមើលថាអាមេរិកនៅពេលនេះគាត់ចំណេញអីក្នុងកលៈទេសៈនេះលោកយងពៅនិងលោកញិលរដ្ឋាមានគំនិតស្របគ្នាថាកម្ពុជាត្រូវរក្សាអព្យាក្រឹតភាពពលគឺរក្សាមិត្តភាពជាមួយចិនបើកកិច្ចសហការជាមួយអាមេរិកនិងពង្រីកដៃគូផ្សេងទៀតលោកយងពៅសង្កត់ធ្ងន់ថាត្រូវតែធ្វើទំនើបកម្មយោធាព្រោះមានតែការពង្រឹងខ្លួនឯងទេទើបជាខែលការពារអធិបតេយ្យភាពសំខាន់បំផុតចំនួនព្រំដែនសមុទ្រកម្ពុជាថៃដែលអូសបន្លាយជាង25ឆ្នាំនឹងរាំងខ្ទប់ការអភិវឌ្ឍតំបន់ព្រែងឧស្ម័នទំហំ 26,000 គីឡូម៉ែត្រក្រឡានិងអាចមានធនធានតម្លៃប្រហែល 300,000 លានដុល្លារឥឡូវឈានដល់ដំណាក់កាលដោះស្រាយគណៈកម្មការសម្រុះសម្រួលក្រមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឬ UNCLOS មានសមាជិកគ្រប់5រូបជាផ្លូវការហើយការប្រជុំនីតិវិធីលើកដំបូងត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខក្រសួងការបរទេសកម្ពុជានៅយប់ថ្ងៃទី14ខែសីហាឆ្នាំ2026បញ្ជាក់ថាអ្នកសម្រុះសម្រួលទាំង4រូបដែលកម្ពុជានិងថៃបានតែងតាំងបានព្រមព្រៀងជ្រើសរើសលោកស្រី Katrina Cooper អ្នកការទូតនិងអ្នកជំនាញច្បាប់ជាន់ខ្ពស់អូស្ត្រាលីជាប្រធានគណៈកម្មការបច្ចុប្បន្នលោកស្រី Katrina ជាអគ្គលេខាធិការរងទទួលបន្ទុកអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេសអូស្ត្រាលីលោកស្រី Katrina ធ្លាប់ជាតំណាងរបស់អូស្ត្រាលីក្នុងដំណើរការសម្រុះសម្រួលចំនួនដែនសមុទ្រទីម័រខាងកើតនិងអូស្ត្រាលីដែលជាករណីដំបូងគេនៃការប្រើយន្តការ UNCLOS ហើយក្រោមការសម្របសម្រួលនេះប្រទេសទាំងពីរបានចុះសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្រគណៈកម្មការ5រូបនេះក្រៅពីលោកស្រី Katrina មានអ្នកច្បាប់ចំនួន2រូបដែលកម្ពុជាជ្រើសរើសជាអ្នកតំណាងគឺអ្នកការទូតដាដាម៉ាក Peter Johnson និងសាស្ត្រាចារ្យច្បាប់បារាំង Jean-Marc Thovenin ខាងថៃជ្រើសរើសអ្នកជំនាញច្បាប់សមុទ្រ Albert Hoffman
ជនជាតិអាហ្វ្រិកខាងត្បូងនិង Rodiger Wolfroff ជនជាតិអាល្លឺម៉ង់ដែលសុទ្ធតែធ្លាប់ជាប្រធានតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រដំណើរការ UNCLOS នេះចាប់ផ្ដើមឡើងក្រោយថៃសម្រេចដកខ្លួនជាឯកតោភាគីពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ដែលធ្លាប់ជាក្របខ័ណ្ឌសម្រាប់កម្ពុជានិងថៃចរចាលើតំបន់សមុទ្រត្រួតស៊ីគ្នាអស់ពេលជាង25ឆ្នាំកម្ពុជាបន្ទាប់មកបានរុញវិបត្តិនេះចូលទៅក្នុងយន្តការអន្តរជាតិទោះយ៉ាងណាគណៈកម្មការនេះមិនមែនជាតុលាការទេអ្នកទាំង5មានតួនាទីស្ដាប់ភាគីទាំងពីរសិក្សាពីបញ្ហាសម្របសម្រួលនិងដាក់សំណើដើម្បីជួយឲ្យប្រទេសទាំងពីររកច្រកព្រមព្រៀងប៉ុន្តែអនុសាសន៍ចុងក្រោយមិនមានអនុភាពចងភាគីទាំងពីរដោយសារក្រុមតុលាការឡើយគេមិនទាន់អាចកំណត់ថាករណីកម្ពុជាថៃនឹងចប់នៅពេលណានោះទេប៉ុន្តែករណីទីមកខាងកើតនិងអូស្ត្រាលីបានប្រើពេលជិត2ឆ្នាំមុនឈានដល់កិច្ចព្រមព្រៀងព្រំដែនសមុទ្រជំហានដែលត្រូវតាមដានបន្ទាប់គឺទី1នៅទីបំផុតអ្នកផ្សះផ្សាទាំង4រូបបានសម្រេចតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS នេះបើយោងតាមការប្រកាសឲ្យដឹងរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅថ្ងៃទី14ខែសីហាឆ្នាំ2026កម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានស្វាគមន៍ចំពោះការតែងតាំងនេះហើយនឹងសូមថ្លែងអំណរគុណចំពោះលោកស្រី Katrina Cooper ដែលយល់ព្រមទទួលកិច្ចការដ៏សំខាន់នេះហើយនឹងចូលរួមគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងៗទៀតកម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ដែលបានអនុវត្តយ៉ាងហ្មត់ចត់បំផុតនៅដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សានេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរការផ្សះផ្សាដែលត្រូវបានផ្ដួចផ្ដើមឡើងដោយកម្ពុជាហើយកម្ពុជាសង្ឃឹមជឿជាក់ថាដំណើរការផ្សះផ្សានឹងផ្ដល់នូវឱកាសសម្រាប់ការដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេងនិងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នាការសម្រេចបាននូវវឌ្ឍនភាពទាំងពីរយ៉ាងនេះកើតឡើងនៅខណៈពេលដែលសន្តិសុខធម្មពលនៅក្នុងតំបន់កំពុងតែចោទជាបញ្ហារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបដិញ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបន្តនៅការផ្ដល់ទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គណៈកម្មការផ្សះផ្សានេះមានសមាជិកភាពអ្នកផ្សះផ្សាឯករាជ្យចំនួន5រូបក្នុងនោះកម្ពុជាតែងតាំង2រូបភាគីថៃតែងតាំង2រូបហើយអ្នកផ្សះផ្សាទាំង4រូបក៏បានតែងតាំងលោកស្រី Katrina Cooper ដែលជាប្រធានគណៈកម្មការផ្សះផ្សាដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាងដោយសារពេលនេះគណៈកម្មការផ្សះផ្សាត្រូវបានរៀបចំរួចរាល់ដូច្នេះដំណើរការផ្សះផ្សាត្រូវគេរំពឹងថានឹងបន្តការងារទៅមុខតាមរយៈការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទី2សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានផ្ញើសារទៅកាន់ស្ថាប័នជាតិនានាក៏ដូចជាប្រជាពលរដ្ឋឲ្យបន្តពង្រឹងអំណាចទូនាទីរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជាពីព្រោះថាស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្ដេចបានសង្កត់ធ្ងន់ថាការពង្រឹងអំណាចស្ត្រីលើវិស័យសេដ្ឋកិច្ចមានន័យស្មើនឹងការពង្រឹងអំណាចស្ត្រីនៅក្នុងវិស័យនយោបាយដូចគ្នាដែរក្នុងនេះសម្ដេចក៏បានអំពាវនាវឲ្យក្រសួងអប់រំយុវជននិងកីឡាក៏ដូចជារាជរដ្ឋាភិបាលបន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រីឲ្យកាន់តែច្រើនឡើងថែមទៀតប្រសាសន៍បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចបានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចូលជួបសម្ដែងការគូសំនៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2026នៅឯមន្ទីរព្រឹទ្ធសភាពាក់ព័ន្ធនឹងសិលធម៌សង្គមវិញសម្ដេចប្រធានព្រឹទ្ធសភាបានអំពាវនាវដល់ស្ត្រីនិងបុរសទាំងឡាយកុំឲ្យហែកហួរគ្នាតាមបណ្ដាញសង្គមនៅពេលដែលពួកគេមិនចុះសម្រុងឬក៏មានការលែងលះគ្នាដោយពួកគេគួរតែទុកគ្នារាប់អាននិងទុកកិត្តិយសដល់កូនជាមួយគ្នានេះដែរសម្ដេចតេជោក៏បានណែនាំឲ្យក្រសួងកិច្ចការនារីនិងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីធ្វើជាដើមបណ្ដឹងប្រឆាំងទៅនឹងអ្នកបំពានក្រមសីលធម៌លើបណ្ដាញសង្គមខណៈដែលក្រសួងព័ត៌មានជាអ្នកតាមដានមើលការបំពានក្រមសីលធម៌នៅក្នុងបណ្ដាញសង្គមទី3អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិកឯកឧត្តម Elbridge A. Colby បានវិយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកជាពិសេសក្នុងវិស័យការពារជាតិឯកឧត្តមអនុរដ្ឋមន្ត្រីចាត់ទុកកម្ពុជាជាប្រទេសដ៏សំខាន់មួយនៃភាពជាដៃគូជាមួយសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកនឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀតការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសបានចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2026អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកបានគូបញ្ជាក់ថាសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់
នៅកិច្ចសហប្រតិបត្តិការដែលឈលលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកគោរពអធិបតេយ្យភាពនិងផលប្រយោជន៍រួមនៃប្រទេសទាំងពីរសម្ដេចធិបតីក៏បានបង្ហាញនៅសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកក្នុងនោះក៏មានវិស័យការពារជាតិផងដែរសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានវិតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យយោធារវាងប្រទេសទាំងពីរនិងបានបដិញ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរីកចម្រើនឡើងថែមទៀតសម្ដេចធិបតីក៏បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំសម្ពយុទ្ធយោធាឆ្មាំអង្គរដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ2027ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការនៃការពង្រឹងសមត្ថភាពកងទ័ពកម្ពុជាសម្ដេចធិបតីសង្កត់ធ្ងន់ថាសមយុទ្ធនឹងការបណ្ដុះបណ្ដាលមិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេតែថែមទាំងជាស្ពានកសាងមិត្តភាពដ៏ជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលនៃសហរដ្ឋអាមេរិកដែលបានជួយសម្របសម្រួលឲ្យមានបទជប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពូចុះថ្ងៃទី26ខែតុលាឆ្នាំ2025ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជានិងថៃមុននឹងជម្រាបជូននូវព័ត៌មានស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃសម្ដេចធិបតីគូសរំលឹកអំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ